ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថាលោកនឹងពន្យាពេលវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ដោយសង្ឃឹមថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងថាលោកនឹងពន្យាពេលការវាយប្រហារថ្មីមួយលើប្រទេសអ៊ីរ៉ង់ដរាបណាអាចឈានដល់កិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សដើម្បីបញ្ឈប់មហិច្ឆតាផ្នែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបើកច្រកសមុទ្រ Hormuz ឡើងវិញលោកត្រាំបានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថាប្រទេសអ៊ីរ៉ង់និងប្រទេសដទៃទៀតនៅមជ្ឈមបូព៌ាបានស្នើសុំពេលវេលាដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងនាំទៅរកការបើកច្រកសមុទ្រនេះឡើងវិញជាបន្ទាន់ពេញលេញនិងទាំងស្រុងព្រមទាំងបញ្ចប់ការគំរាមកំហែងផ្នែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោកបានបន្តថាផ្អែកលើសំណើនេះខ្ញុំបានយល់ព្រមលុបចោលការវាយប្រហារនោះដើម្បីផលប្រយោជន៍នាពេលអនាគតរបស់ពិភពលោកនិងដើម្បីការរស់រានមានជីវិតរបស់ប្រទេសអ៊ីរ៉ង់ដែលជោគជ័យនិងរីកចម្រើនប៉ុន្តែនេះគឺអាស្រ័យលើលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សលោកបានបន្ថែមថាប្រទេសអ៊ីស្រាអែលក៏ចូលរួមជាមួយខ្ញុំក្នុងគោលជំហរនេះដែរនៅថ្ងៃអាទិត្យនេះប្រទេសអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអធិប្បាយលើការបង្ហោះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ